mình đang thayយ៉ាងម៉េចទេហើយសិស្សមិនដឹងថាលំបាកសិស្សឬក៏លំបាកការបង្រៀនឥឡូវសាកចូលសិនវ៉ាវមើលសាលាគេមើលសាលាគេរៀងបុរាណចឹងឡើងដូចផ្ទះពីបុរាណខ្មែរអត់គិតច្រើនទេសំខាន់ទៅបរៀនសិស្សសិនសាលាដូចផ្ទះបុរាណខ្មែរមិនចាដឹងសិនមិនទេបរៀនមកបរៀនថ្នាក់ទី5ច្រឡំត្រូវសាលាគេស្អាតតែនៅក្នុងអូយច្រឡំដាក់បងជើងអូយឈឺម៉ែមើលកូនសិស្សគេអង្គុយមានសារៈភ្នប់ណាអត់ញញ៉ៃទេអត់ដូចឯងទៅបរៀនកាលពីមុនសោះចាំមើលបរៀនលើកហ្នឹងដឹងមិនទេនេះកូនសិស្សគេអូយហើយណាមួយតំតាadd friend មួយម៉ាក់អើកូនគេឥឡូវកូនគេមកមែនដូចម៉ាក់អើមែនម៉ែអើយសួស្តីកូនសិស្សទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូនឹងមកបង្រៀនជំនួសគ្រូរបស់កូនគួរទាំងអស់គ្នានៅពេលដែលឃើញគ្រូគឺយើងត្រូវធ្វើដូចម្ដេចជំរាបសួរអ្នកគ្រូចាអរគុណគួយចុះអញ្ចឹងមានអ្នកណានៅចាំទេថាម្សិលមិញរៀនពីអីអស់ជប់សិនអ្នកគ្រូផ្លិចតើពួកយើងអាចឡើងក្រោកឈរណែនាំឈ្មោះបន្តិចបានទេចាំអ្នកគ្រូដល់ចេះទុកចាំអ្នកគ្រូសួរហើយអ្នកគ្រូសូមណែនាំឈ្មោះអ្នកគ្រូជាមុនសិនអ្នកគ្រូមានឈ្មោះថាធីតាអញ្ចឹងសូមពួកយើងជួយណែនាំឈ្មោះដល់អ្នកគ្រូដឹងផងតោះបងអូនមានឈ្មោះអ្វីដែរចាអ្នកគ្រូខ្ញុំមានឈ្មោះថាសុភាចាអង្គុយចុះចាបងអូនខាងនេះមានឈ្មោះអ្វីដែរបើអ្នកគ្រូខ្ញុំមានឈ្មោះថាបើអ្នកគ្រូខ្ញុំមិនប្រាប់មិនក៏កូនមិនប្រាប់កូនឈ្មោះអ្វីបើអ្នកគ្រូមិនប្រាប់បានលេងសើចនឹងកូនទេជួយសូមកូនជួយប្រាប់អ្នកគ្រូតាមត្រង់មកបើអ្នកគ្រូមិនប្រាប់ហើយមានតែសួរមកបងអូនផ្ទាល់ហើយមកពីបងអូនលេងសើចណាតើបងអូនសិស្សថ្មីមែនទេអត់ទេអ្នកគ្រូខ្ញុំរៀនយូរហើយចុះមានអ្នកណាដឹងថាបងអូននេះឈ្មោះអ្វីទេអ្នកទាំងគ្នាអ្នកគ្រូខ្ញុំសូមឡើងឆ្លើយមកបងអូនឡើងមកចាអ្នកគ្រូគឺអ្នកដែលអង្គុយនៅខាងមុខខ្ញុំហ្នឹងគឺជាមិត្តភក្តិខ្ញុំហើយគេគឺជាអ្នកជិតខាងខ្ញុំគេមានឈ្មោះថាយ៉ាងម៉េចកូនឬអ្នកគ្រូគឺគេមានឈ្មោះថាមិនប្រាប់គេបានប្រាប់អ្នកគ្រូជាច្រើនដងហើយប៉ុន្តែអ្នកគ្រូមិនជឿគេមានឈ្មោះថាមិនប្រាប់ដោយសារតែម្ដាយរបស់គេមិនចង់ឲ្យគេមានឈ្មោះដូចអ្នកដទៃទើបម្ដាយរបស់គេបានដាក់ឈ្មោះឲ្យគេថាមិនប្រាប់អ្នកគ្រូសូមអ្នកគ្រូកុំយល់ច្រឡំថាមិនប្រាប់គឺជាមិត្តដែលជាមិត្តភក្តិខ្ញុំនោះមិនបានប្រាប់អ្នកគ្រូគឺគេបានប្រាប់ថាឈ្មោះរបស់គេគឺមិនប្រាប់អញ្ចឹងទេកូនអាចអង្គុយចុះបានហើយឲ្យអ្នកគ្រូសុំទោសផងដែលអ្នកគ្រូយល់ច្រឡំបាទអរគុណអ្នកគ្រូហើយកូនក៏អង្គុយចុះដែរបងអូនស្រីដែលនៅខាងក្រៅបងអូននេះចាអរគុណអ្នកគ្រូអញ្ចឹងពួកយើងអាចសរសេរមេរៀនបានសរសេរបណ្ដាអ្នកគ្រូនឹងសរសេរឲ្យពួកយើងបណ្ដាចាំពេលសរសេរចប់ចាំអ្នកគ្រូពន្យល់ហើយយើងមិនបាច់ឡើងមករំលឹកទេចាំចុងម៉ោងចាំយើងរំលឹកអញ្ចឹងពួកយើងអាចសរសេរបានអញខំតែភ័យតែប្រក្មេងហ្នឹងវាឈ្មោះមិនប្រាប់សោះហើយក៏វាមិនប្រាប់ថាខ្ញុំឈ្មោះមិនប្រាប់ទេអ្នកគ្រូវាមិនប្រាប់ចឹងទេធ្វើឲ្យអញយល់ច្រឡំទីវាប្រាប់មកវាអើយតែចូលថ្ងៃដំបូងនេះមិនមកខ្វះគេអីណាខ្វះកូនសិស្សទៀតចប់ហ្មងឥឡូវសេមេរៀនឲ្យកូនសិស្សសិនហារ៉ាបរៀនសិលង្ហត់តាំងពីព្រឹកដល់ល្ងាច
ផ្លាស់កៅអៅសិនអ្នកគេទេណាហ្នឹងហៅឡូអ្នកគ្រូគឺជាសិស្សដែលមករៀនកូនខ្ញុំមែនទេចាហ្នឹងហើយបងថ្ងៃមានការអីមែនបងអ្នកគ្រូកូនខ្ញុំនេះវាមិនដែលត្រូវអ្នកស្ដីឲ្យវាទេតាំងពីវារៀនមកហេតុអីក៏វាមកដល់តែវាយំអញ្ចឹងបងខ្ញុំមិនដឹងអីទេខ្ញុំមករៀនសិស្សធម្មតាតាមលោកគ្រូផ្សេងតាមអ្នកគ្រូលោកគ្រូផ្សេងដូចគ្នាខ្ញុំអត់បានធ្វើអីទេនេះហ៎តែមិនធ្វើអីកូនរបស់ខ្ញុំបានប្រាប់ខ្ញុំថាអ្នកគ្រូគ្រាន់តែសួរឈ្មោះហេកូនខ្ញុំប្រាប់តាមត្រង់ប៉ុន្តែអ្នកគ្រូបានស្រែកចោលស្រែកកំហុសដាក់វាអូរឿងហ្នឹងទេអីខ្ញុំឮកូនអ្នកបងថាគឺកូនបងថាវាឈ្មោះថាមិនប្រាប់ក៏ប៉ុន្តែខ្ញុំមិនជឿខ្ញុំក៏និយាយអញ្ចឹងទៅខ្ញុំមិនបានដឹងទេនេះមែនជាគ្រូកូនខ្ញុំមិនដែលអត់ណាគេស្អីឲ្យណាមានតែឥឡូវទេបានហើយចាបងត្រូវសល់អីពេលហ្នឹងទេហ្មងចូលបរិញ្ញាសិស្សថ្ងៃរបងត្រូវម៉ាក់ប៉ាគេស្អីឲ្យទៀតមិនដឹងជាស្អីទេអត់ចង់កាត់ច្រានេះធ្វើវិញ្ញាសាឲ្យសិស្សសិន